រៀនលក់ទៀតបងប្អូនរៀនលក់រៀនតើយើងចេះបើអត់ចេះទៅរៀនទៀតទៅបាទហើយមើលវីដេអូខ្ញុំលេងមកផ្សក់ទៅបាទពេលទៅនេះអញ្ចឹងឲ្យយើងរៀនលក់រៀនចុះរៀនឡើងនៅតែលក់អត់ដាច់ដែរអូខេធម្មជាតិទៅមកឯងឈប់លក់ទៅបាទឲ្យអ្នកផ្សេងលក់ម្ដងហើយមានសំណួរមួយខ្ញុំសូមឆ្លើយសំណួរមួយដែលបងមួយគាត់បើកអាជីវកម្មមួយហើយគាត់មានកូនចៅគាត់និយាយទៅកូនចៅអញ្ចឹងណាបុគ្គលិកមិនដឹងឬស្អីមិនដឹងឬកូនគាត់មិនដឹងខ្ញុំមិនដឹងគាត់ថាកូនចៅខ្ញុំអត់ចេះលក់សោះគ្រូគួរធ្វើម៉េចខ្ញុំមិនធ្វើម៉េចឲ្យកូនចៅបងទៅមិនកូនចៅខ្ញុំណាបើសិនជាកូនចៅយើងអត់ចេះលក់មានអីចម្លែកទេទី1សច្ចភាពប្រហែលជាយើងនេះម្ចាស់ហ្នឹងយើងជាពុកឬជាម្ដាយហ្នឹងក៏អត់ចេះដែរហ្នឹងកាលណាពុកម្ដាយអត់ចេះมันប្រកាសតែកូនចេះទេអញ្ចឹងបើកូនយើងអត់ចេះមកពីម៉ែឪទេទី1ណាមកពីម៉ែឪឬក៏មកពីកូនក៏អាចថាបានដែរបាទប៉ុន្តែកុំតន់បន្ទោសកូនធម្មតាក្រុមការងារយើងអត់ចេះលក់មកពីយើងជាថ្នាក់ដឹកនាំយើងអត់ចេះលក់ក៏មកពីយើងដែរមកពីយើងអត់បានរៀនអញ្ចឹងណាបានឲ្យចឹងបានមើលពីរបៀបលក់ទៅរៀនលក់ទាំងអស់គ្នាទៅបងប្អូនខ្ញុំក៏មិនទៅចេះអីផ្សេងរៀនទៅរៀនយូរទៅក៏នៅតែមានអីរៀនទៀតហ្នឹងឯងរៀនអត់ចប់អញ្ចឹងបើសិនជាកូនចៅយើងអត់ចេះលក់អាចតែក្រុមការងារហ្នឹងកូនចៅហ្នឹងឬក៏កូនបកើតក៏ដីចៅអីក៏ដោយយើងចង់ឲ្យគាត់ចេះលក់វិធីអត់ពិបាកទេត្រឹមតែពាក្យ3ម៉ាត់ត្រឹមតែពាក្យ3ម៉ាត់ទេបងប្អូនណាត្រឹមតែពាក្យ3ម៉ាត់ទេអត់តែចេះពាក្យ3ម៉ាត់ហ្នឹងចេះមិនត្រឹមតែចេះប្រើពាក្យ3ម៉ាត់ហ្នឹងហើយធ្វើវាជាប្រចាំទៅកូនក៏ដោយចៅក៏ដោយបុគ្គលិកយើងក៏ដោយក្រុមការងារយើងហ្នឹងណាខ្លួនឯងក៏ដោយយើងខ្លួនឯងហ្នឹងក៏ដោយក៏ចេះលក់ហើយនៅពេលដែលយើងទិញអាពាក្យ3ម៉ាត់ហ្នឹងតែមិនមែនដូចសូត្រធរឬក៏ដូចសូត្របាលីឬក៏ rapper អីទេ rap ទេណាបងប្អូនមើលពាក្យទាំងអស់ហ្នឹងរួចហើយអនុវត្តផងទី1បើក្រុមការងាររបស់យើងកូនចៅរបស់យើងអត់ចេះលក់ត្រូវបង្រៀនគាត់វាអត់មានវិធីដាក់អី chip Elon Musk ចូលខួរក្បាលហើយឲ្យចេះលក់ទេវាអត់មានទេអញ្ចឹងបងប្អូនត្រូវតែបង្រៀនគាត់បរៀនអីគេលោកគ្រូបរៀនរបៀបលក់អញ្ចឹងដឹងហើយដើម្បីលក់មកឲ្យគាត់ស្គាល់ពីផលិតផលទាំងអស់បន្តមកទៀតគាត់ចេះនិយាយមកអតិថិជនណាគាត់ដឹងតែភ្ញៀវដល់ពេលដែលភ្ញៀវទិញយើងគួរធ្វើអីទៀតអាហ្នឹងយើងបរៀនបង្ហាត់ណាបង្រៀនពីរបៀបលក់និងទី1បង្ហាត់បង្រៀនពីរបៀបលក់និយាយនេះហើយប្រយ័ត្នតែខ្លួនឯងមិនចេះលក់អីបរិញ្ញាគេយ៉ាងណាអញ្ចឹងត្រូវរៀនលក់អញ្ចឹងដល់ពេលដែលយើងចេះហើយយើងទៅបង្ហាត់បង្ហាញពួកគាត់យើងទៅបង្ហាត់គាត់ឲ្យចេះលក់នឹងទី1ទី2ត្រូវបង្ហាញពីគំរូភាពសិនអញ្ចឹងពោលគឺលក់ឲ្យគាត់មើលយើងអាចឲ្យគាត់តាមយើងហើយយើងលក់ឲ្យគាត់មើល1ថ្ងៃ2ថ្ងៃ3ថ្ងៃខ្ញុំលើកទឹកចិត្តឲ្យលក់ឲ្យគាត់មើលឲ្យបានយ៉ាងទៀបក៏3ដងដែរឲ្យគាត់មើលថាយើងលក់អញ្ចឹងបន្តមកទៀតស៊ូគាត់ថាម៉េចដែរឃើញរបៀបដែលយើងលក់អីផ្សេងគាត់ចាប់បានចំណុចណាបញ្ជាក់ម្ដងទៀតណាបង្ហាញរបៀបដែលយើងលក់ប៉ុន្តែមិនឲ្យគាត់ធ្វើដូចយើងទេអត់អាចទេអញ្ចឹងយើងបង្ហាត់ពីរបៀបលក់ទូទៅជាទ្រឹស្ដីជាអីចឹងទៅបន្តទៀតយើងទៅអនុវត្តឲ្យគាត់មើលថាណែគេលក់បែបនេះជំនាញទី2ហ្នឹងគេលក់បែបអញ្ចឹងហើយលើកទឹកចិត្តគាត់កុំបាច់ធ្វើដូចយើងទេធ្វើដូចគាត់អាចធ្វើទៅបានបើយោងតាមអ្វីដែលបានរៀនទៅមើលយើងដែលនាំគាត់លក់ជាក់ស្ដែងថាតើគាត់អាចធ្វើបានតាណាដែលគាត់អាចធ្វើបានអញ្ចឹងឲ្យគាត់យកចំណុចហ្នឹងទៅប្រើនិងពាក្យទី3ចុងក្រោយបង្វឹកគាត់ជាប្រចាំពីរបៀបលក់ហ្នឹងឲ្យទៀងទាត់អញ្ចឹងមួយខែបង្ហាត់ប៉ុន្មានដងបង្ហាញប៉ុន្មានដងបងប្អូនត្រូវតែកំណត់មួយគាត់អញ្ចឹងមួយខែយើងគួរតែបង្ហាត់ឲ្យបាន4ដងទៅហើយយើងបង្ហាញឲ្យបាន2ដងយ៉ាងទៀបអញ្ចឹងទៅអញ្ចឹងមានតែមួយខែយើងចាយពេលមួយគ្នារៀន8ដងអញ្ចឹងរៀនតែរយៈពេល90ថ្ងៃទៅគាត់អាចលក់បានហើយអញ្ចឹងនៅពេលដែលយើងបង្ហាត់គាត់ត្រូវមើលគាត់តើគាត់រៀនទេនៅពេលដែលយើងបង្ហាញគាត់តើគាត់បានអង្កេតមើលអ្វីដែលយើងធ្វើទេនៅពេលដែលយើងបង្វឹកគាត់ឲ្យមកធ្វើសាកល្បងបង្វឹកសាកល្បងមើលទាំងអត់ភ្ញៀវទាំងមានភ្ញៀវហ្នឹងជាមួយភ្ញៀវផ្ទាល់ហ្នឹងឲ្យគាត់វឹកហាត់តើគាត់ធ្វើតាមអត់គាត់ប្រើអីគាត់មានអីរីចម្រើនអត់អញ្ចឹងបើសិនជាបង្ហាត់ហើយបង្ហាញហើយបង្វឹកហើយនៅតែអត់លក់ទៀតអត់ចេះលក់ទៀតណាពាក្យ3ម៉ាត់ចុងក្រោយហើយត្រូវប្រើពាក្យ3ម៉ាត់ទៀតបញ្ឈប់
ចោលទៅ